នាងត្រូវតែខ្លាចជាមហេសីរបស់អញវីរៈខ្ញុំនឹងនៅកំដរឯងក្រុមរឿងបណ្ដាស្ដេចកណ្ដូរសើនិងក្រមុំសុខាកាលពីព្រេងនាយក្នុងព្រៃហេមពាន្តដ៏អាតកំបាំងដែលពោពេញដោយរុក្ខជាតិទឹកនិងមន្តអាគមមានក្រមុំស្រស់សោភាម្នាក់ឈ្មោះកាលយានាងមានសម្រស់ស្រស់ស្អាតឥតខ្ចោះប្រៀបបាននឹងទេពអប្សរយាងចុះពីឋានសួគ៌សម្រស់របស់នាងអាចធ្វើឲ្យផ្កាដែលក្រៀមស្វិតលាស់ត្រួយរីកស្រស់បំព្រងឡើងវិញប៉ុន្តែសម្រស់ដ៏កម្រនេះបានតាក់ទាញក្រសែភ្នែកអាក្រក់របស់យក្សកំណាចស្អាតនាងត្រូវតែខ្លាចជាមហេសីរបស់អញដែលត្រេកចរកន្លងព្រៃអសុរកាយលោតចេញមកស្កាត់ភ្លៅបញ្ចេញឫទ្ធិអំណាចងងឹតធ្វើឲ្យព្រៃទាំងមូលញាប់ញ័រយក្សកំណាចមិនស្ដាប់កែអង្វរវាលូកដៃចាប់ក្រអោយបេះដូងនាងដោយកម្លាំងបាយនាងតើកម្លាំងបាយជួយផងអ្នកណាតលទីជួយខ្ញុំផងពេលនោះស្ដេចកណ្ដូររសើទឹកដែលមានពាក្យមកុដមាសបានលេចខ្លួនឡើងទោះមានមាឌតូចតែស្ដេចកណ្ដូរមានឫទ្ធិបារមីមិនធម្មតាវាបានបញ្ចេញរស្មីសច្ចៈវាយប្រហារយក្សពន្លឺដ៏បរិសុទ្ធធ្វើឲ្យយក្សងងឹតភ្នែកមួយរំពេកហើយរបួសដៃពីនាងក្រមុំភ្នែកអញសត្វចង្រៃស្ដេចកណ្ដូរប្រញាប់ទាញសម្ពុតនាងផ្ដល់សញ្ញាឲ្យរត់គេចខ្លួនជាបន្ទាន់អញចង់ជួយខ្ញុំឬកាលយាបីសក់ទូតនោះរត់កាត់ព្រៃជ្រៅគេចពីក្រញ៉ាំដៃមិច្ចរាជអញនឹងតាមសម្លាប់ឯងសត្វកណ្ដោចង្រៃយើងមានសន្តិភាពហើយអរគុណម្ចាស់កណ្ដោដែលបានជួយសង្គ្រោះជីវិតខ្ញុំសត្វកណ្ដោនេះមិនមែនជាសត្វធម្មតាឡើយកែវភ្នែករបស់វាបង្កប់ដោយមនុស្សសញ្ចេតនាដូចមនុស្សឯងពិតជាឆ្លាតណាស់តើឯងយល់ភាសាខ្ញុំទេសត្វកណ្ដូរងាក់ក្បាលរួចសរសេរអក្សរលើដីប្រាប់ឈ្មោះរបស់ខ្លួនវីរៈកាលយាពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងវីរៈនេះជាឈ្មោះមនុស្សតើឯងមិនមែនជាសត្វទេឬវីរៈទម្លាក់មុខចុះបង្ហាញពីទុក្ខសោកដែលលាក់ទុកក្នុងចិត្តវាត្រូវបណ្ដាសាយៈអមរយៈពេលជាយូរមកហើយទោះមិនដឹងរឿងរ៉ាវច្បាស់តែបេះដូងដ៏បរិសុទ្ធរបស់កាលយាបានធ្វើឲ្យស្ដេចកណ្ដូររសើកក់ក្ដៅស្ដេចកណ្ដូរមិនអីទេវីរៈខ្ញុំនឹងនៅកំដរឯងរាត្រីកាលចូលដល់ពន្លឺភេច័ន្ទពីងបូនមីចាំងចេះចូលក្នុងរូងភ្នំត្បូងមរកតកាលយាលងលក់ដោយភាពនឿយហត់ចំណែកឯពន្លឺភេច័ន្ទបានចេះចំរាងកាយរបស់វីរៈអាចកំបាំងនៃបណ្ដាសាត្រូវបានលាតត្រដាងក្រោមពន្លឺព្រះច័ន្ទពេញបូមីស្ដេចកណ្ដោរអាចវិលត្រឡប់ជារូបរាងដើមវិញបានរូបរាងពិតរបស់វាគឺជាព្រះអង្គម្ចាស់វីរៈដ៏សែនសង្ហានិងមានឫទ្ធិបារមីដែលត្រូវយក្សកំណាចដាក់បណ្ដាសាជាមនុស្សវិញហើយវីរៈឯងនៅឯណាកណ្ដាលអាទិត្រីកាលយាបានភ្ញាក់ពីបន្ទំនាងក្រឡេកមើលជុំវិញតែមិនឃើញសិទ្ធកណ្ដូរនៅក្បែរឡើយស្រាប់តែនាងប្រទះបុរសសង្ហាម្នាក់ឈរនៅមាត់រូងភ្នំដែលធ្វើឲ្យនាងភ្ញាក់ព្រឺតបុរសនោះងាកមកយឺតខ្ញុំគឺវីរៈស្ដេចកណ្ដោរដែលនាងបានជួយសង្គ្រោះអំបញ្ញមិញក្រមុំសុទាស្ទើរតែមិនជឿនឹងភ្នែកតើកណ្ដោរតូចគួរឲ្យស្រឡាញ់ខ្លាចជាព្រះបត្រាដ៏សង្ហាពុនពេកនេះបានដោយរបៀបណាលោកពិតជាមនុស្សឬវីរៈរៀបរាប់រឿងរ៉ាវប្រាប់នាងទ្រង់គឺជាព្រះអង្គម្ចាស់ដែលត្រូវយក្សកំណាចច្រណែននឹងឫទ្ធិបារមីវាប្រហារខ្ញុំពីក្រោយខ្នងដោយសារល្បិចកិច្ចកលវីរៈត្រូវបណ្ដាសាប្រែក្លាយជាសត្វកណ្ដោរទ្រង់អាចក្លាយជាមនុស្សវិញបានតែក្នុងយុគព្រះច័ន្ទពេញបូមីបណ្ណោះលោកពិតជាកំសត់ណាស់តើមានវិធីបំបែកបណ្ដាសានេះទេទ្រង់អាចក្លាយជាមនុស្សបានតែក្នុងយុគព្រះច័ន្ទពេញបូមីប៉ុណ្ណោះដោយខ្ញុំមានសង្ឃឹមឡើងវិញអនុត្តអសូរយ៉ាងខ្លាំងបេះដូងបរិសុទ្ធរបស់នាងចាប់ផ្ដើមលោតខុសចង្វាក់វីរៈដឹងច្បាស់ថាបណ្ដាសានេះអាចបំបែកបានលុះត្រាតែមានសេចក្តីស្នេហាស្មោះស្ម័គ្រពីនារីដែលមានសិលបរិសុទ្ធប៉ុន្តែពេលវេលាមានកំណត់ពេលពន្លឺព្រះច័ន្ទរំកិលផុតទៅបណ្ដាសាក៏ចាប់ផ្ដើមធ្វើការម្ដងទៀតពេល
វេលាជាមនុស្សរបស់ព្រះអង្គម្ចាស់បានអស់សពគ្រប់ហើយទោះវីរៈជាសត្វក៏កាលយាមិនខ្លាចរអានាងបដិញ្ញានឹងជួយបុរសម្នាក់នេះឲ្យ ភ័យអីខ្ញុំនឹងកវិធីជួយលោក ទាល់តែបានចំណែកឯយៈកំណាចវិញវាមិនព្រមបោះបង់នាងក្រមុំសួគ៌ាឡើយ នាងនៅមិនឆ្ងាយពីអញទេ ដោយប្រើមន្តអាគមខ្មៅផ្លូវលាក់ខ្លួនរបស់កល្យានត្រូវបានលាតត្រដាងមច្ចរាជកំពុងឈានជើងចូលមកដល់នាំយកក្តីវិនិច្ឆ័យមកបំផ្លាញភាពស្ងប់ស្ងាត់ វីរៈមានញាណពិសេសដឹងពីគ្រោះថ្នាក់វាប្រញាប់ប្រាប់ដំណឹងដល់កាលយាជីរលកនៃអំណាចងងឹតបានឆាបឆក់មកមាត់រូងភ្នំហើយកាលយាដឹងខ្លួនច្បាស់នាងមិនរត់ចោលវីរៈឡើយនាងត្រៀមខ្លួនប្រឈមមុខនឹងសត្រូវ ខ្ញុំមិនឲ្យវាប៉ះពាល់ឯងបានទេវីរៈ នាងរត់មិនរួចទេមហេសីសម្លាញ់របស់អញសំលេងថ្មបែកគ្នាយ៉ាងកក្រើអូស្វាជាទីស្លាប់ ជួយខ្ញុំខ្លាចណាស់រត់បាត់ទៅខ្ញុំនឹងបំបែកអ្នកជាកំណាត់ណាត់ ដោយប្រើសិលបរិសុទ្ធពីកំណាចកាលយាប្រឹងប្រែងទប់ទល់នឹងអំណាចងងឹតអស់ពីកម្លាំងកាយ មិនអាចឈ្នះសច្ចៈឡើយ ទោះក្នុងរូបរាងជាសត្វក៏ព្រះអង្គម្ចាស់វីរៈមិនបណ្ដោយឲ្យនារីជាទីស្រឡាញ់មានគ្រោះថ្នាក់ឡើយទ្រង់ប្រថុយជីវិតតទល់នឹងយៈម្ដងទៀតស្ដេចកណ្ដុរលោតកាត់អាកាសបញ្ចេញរស្មីសច្ចៈចុងក្រោយសម្ដោយប្រហារយៈដើម្បីការពារម្ចាស់ស្នេហាប៉ុន្តែរូបរាងជាសត្វតូចតាចមិនអាចទប់ទល់នឹងកម្លាំងមហិមារបស់អសុរកាយបានឡើយ ជីកសត្វល្អិតចង្រៃហ៊ានតទល់នឹងអញផង តែគូបរៀងជាសត្វទូចតាចមិនអាចទប់ទល់នឹងកម្លាំងមហិមារបស់អសុរកាយបានឡើយ វីរៈទេ តែនារីក្រមុំមិនខ្វល់ពីសេចក្តីស្លាប់ឡើយនាងខ្វល់តែរាងកាយតូចតាចដែលកំពុងដង្ហើមចង្រិតកាលយាត្រកងបីសត្វកណ្ដួរមក កល្យាត្រកងវិសិទ្ធកណ្ដុរមកអោបទីទ្រូងក្តីស្រឡាញ់ដ៏បរិសុទ្ធនិងស្មោះស្ម័គ្រពិតប្រាកដបានកើតឡើងចំពោះសត្វនោះ ទឹកភ្នែកនៃក្តីស្នេហ៍ស្មោះស្ម័គ្រពីនារីព្រហ្មចារីបានស្រក់ចុះប៉ះរាងកាយសត្វកណ្ដុរលក្ខខណ្ឌនៃការបំបែកបណ្ដាសាត្រូវបានបំពេញ អំណាចអ្វីនៃអញ ព្រះអង្គម្ចាស់វីរៈវិលត្រឡប់មកកាន់រូបរាងដើមវិញជាមួយនឹងឫទ្ធិបារមីកើនឡើងទ្វេដងព្រះខ័នរាជសុវណ្ណជាអាវុធទេពប្រចាំរាជវង្សត្រូវបានកោះហៅមកកាន់ព្រះហស្ថជាថ្មីម្ដង កាន់ព្រះហស្ថរបស់ទ្រង់ជាថ្មី អញនឹងសម្លាប់ឯងម្ដងទៀតមនុស្សអួតអាង ដោយក្បាច់គុណរាជវង្សបុរាណនិងធម្មពលសច្ចៈវីរៈវាយបកចំគោកដៅធ្វើឲ្យយៈថយក្រោយឥតឈប់ធរមហាយុទ្ធសិលរវាងពន្លឺនិងស្រមោលអន្តការបានផ្ទុះឡើងកក្រើករូងភ្នំត្បូងមរកតព្រះអង្គម្ចាស់វីរៈហោះឡើងកាត់អាកាសប្រមូលដងរត់បារមីបង្កើតជានិករាជមាសដើម្បីផ្ដាច់សង្ខារមច្ចរាជ អាក្រក់ពលឺព្រះខ័ននាគរាជបានកាត់ផ្ដាច់វិញ្ញាណយៈកំណាចបំផ្លាតវាឲ្យខ្លាចជាភ័យផងក្នុងមួយរំពេច ព្រៃហេមពៀននិងទឹកជ្រោះទឹកបានវិលត្រឡប់មកកាន់ភាពស្រស់បំព្រងនិងសន្តិភាពឡើងវិញមហន្តរាយបានចប់បញ្ចប់វីរៈញាតមើលកាលយាជាមួយនឹងស្នាមញញឹមដែលបញ្ជាក់ពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ យ៉ាងចប់ហើយកល្យាន កាលយាស្ទុះរត់ទៅអោបព្រះអង្គម្ចាស់យ៉ាងណែនណាស់ លោកមានសុវត្ថិភាពហើយ ទឹកភ្នែកនៃក្តីព្រួយបារម្ភបានប្រែក្លាយជាទឹកភ្នែកនៃក្តីរំភើប បានឡើយ ដោយសារតែនាង ទើបខ្ញុំមានជីវិតសាជាថ្មី ចាបង សត្វព្រៃទាំងឡាយនិងហ្វូងកណ្ដុះតិចតួចបានចេញមកអបអរសាទរដល់វីរៈបុរសនិងម្ចាស់ស្ត្រីរបស់ពួកគេ អូកល្យាន តើនាងព្រមធ្វើជាព្រះមហេសីនិងជាម្ចាស់បេះដូងរបស់ខ្ញុំជារៀងរហូតទេ ណាចាខ្ញុំព្រមព្រះអង្គ Kalyan agrees with utmost satisfaction ដំណឹងនៃការវិលត្រឡប់របស់ព្រះអង្គម្ចាស់វីរៈបានធ្វើឲ្យនគរទាំងមូលមានការត្រេកអរយ៉ាងក្រៃលែង ព្រះ
ព្រះរាជពិធីអភិសេកក្លោ ព្រះរាជពិធីអភិសេកត្រូវបានរៀបចំឡើងយ៉ាងអធិកអធមបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ បានខ្លាយជាព្រះមហេសីដ៏ល្អឥតខ្ចោះ កល្យានបានខ្លាយជាព្រះមហេសីដ៏ល្អឥតខ្ចោះ រាជធម៌ ពួកគេបានគ្រប់គ្រងនគរដោយទស្សនវិជ្ជាធម៌និងរស់នៅយ៉ាងមានក្តីសុខតរៀងទៅ